បង្កើតតំបន់រំដោះជាង60ដើម្បីទាមទារឲ្យថៃដកកម្លាំងចេញពីទឹកដីនៃប្រទេសកម្ពុជារបស់យើងហើយបើថៃមិនព្រមដកទេទាមទារឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនត្រូវតែយកសំណុំរឿងនោះទៅតុលាការយុត្តិធម៌អន្តរជាតិទើបអាចយកទឹកដីរបស់បងប្អូនមកជូនបងប្អូនវិញរំដោះទឹកដីរបស់បងប្អូនពីការគ្រប់គ្រងរបស់ថៃបានមកវិញថាផុតពីការចរចាទ្វេភាគីព្រោះឡើងទៅដល់អន្តរជាតិគឺអង្គការសហប្រជាជាតិគឺឈប់ចរចាទ្វេភាគីថៃបានលេះភ្លាមថាបើខ្មែរប្រើយន្តការឈប់ចរចាទ្វេភាគីតកតងនឹងដែនសមុទ្រអាដែនគោកនេះក៏មិនបាច់ចរចាទ្វេភាគីដែរឃើញថៃមានលេះទេទៀតខ្មែរខុសទៀតក្នុងភ្នែកអាមាត់វាគ្រូឆែកូនមីតៃហងនេះខ្មែរធ្វើអីក៏ដែរត្រូវដែរខ្មែរធ្វើអីក៏ខុសខ្មែរធ្វើអីក៏មិនត្រូវចិត្តវាបងប្អូនឃើញទេពាក់ព័ន្ធទៅនឹង UN ខ្លះដែលរីរដ្ឋាភិបាលទើបតែប្តឹងទៅអង្គការសហប្រជាជាតិប្រហែលថ្ងៃមុននេះណាដែលពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាដែនសមុទ្រត្រួតស៊ីគ្នាជាមួយចៅសៀមឥឡូវវាចេញមកចោទរីរដ្ឋាភិបាលថាប្តឹងទៅ UN ខ្លះនឹងអត់ត្រូវធ្វើអញ្ចឹងអត់ត្រូវធ្វើឲ្យថៃមានលេះលាក់នឹងលាក់ឃើញទេបងប្អូនខ្មែរធ្វើអីក៏មិនត្រូវចិត្តវាចាំតែចោទចាំតែខំចាំតែវាយប្រហារហើយចំពោះពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាដែលកម្ពុជាប្តឹងទៅ UN ខ្លះហ្នឹងអាថោកទៀតនេះអាមាត់វាកូនមីគីបាញ់នេះវាធ្លាប់ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាម្ដងហើយណាជាមួយអារាំងស៊ីក្រុមអារាំងស៊ីពាក់ព័ន្ធទៅនឹងរឿងដែនសមុទ្រហ្នឹងវាតែចោទប្រកាន់លើរាជរដ្ឋាភិបាលថាពាក់ព័ន្ធទៅនឹងដែនសមុទ្រកម្ពុជាថៃកម្ពុជានេះធ្វើឲ្យបាត់បង់ផលប្រយោជន៍ទៅថៃបាត់កោះបាត់ស្អីណាបាត់ផលប្រយោជន៍ធនធានរ៉ែនៅដែនសមុទ្រធ្វើឲ្យបាត់បង់ទឹកដីអាម៉េចក៏រាជរដ្ឋាភិបាលមិនប្តឹងទៅអង្គការអន្តរជាតិមិនប្តឹងទៅ UN ខ្លះអាហ្នឹងកាលវាចោទប្រកាន់លើរាជរដ្ឋាភិបាលពីមុនដល់ឥឡូវរាជរដ្ឋាភិបាលសម្ដេចលោកប្តឹងទៅ UN ខ្លះហើយបែរជាកូនមីគីបាញ់នេះអាមាត់វាគ្រូឆែកូនមីតៃហោងនេះវាចេញមកចោទប្រកាន់ទៀតអត់ត្រូវទេវាថាធ្វើចោលត្រូវណាឃើញទេបងប្អូនអញ្ចឹងអីមិនអោយខ្ញុំជេរក្បាលពួកអាចុយមរាយហ្នឹងហ្មងហើយពួកអាថោកទៀតនេះអាមាត់វាថាចុះមិនចេះតែជេរខ្មែរគ្នាឯងហ្មងវាខ្មែរដែរហ្នឹងឯងខ្មែរតែឯងគ្រូឆែសៀមហ្នឹងឯងមកឯងជេរឯងហ្មងបែរចេញមកថោកទៀតចឹងហ្នឹងរាជរដ្ឋាភិបាលធ្វើមិនក៏មិនត្រូវហ៎បងប្អូនគិតមើលអាមាត់វាក្រុមអារាំងស៊ីនេះតាមខំតាមតង់ទៀមតែខ្មែរទេហើយវាចិត្តតែលើកដង្កើងចោលសៀមហ៎បងប្អូនឃើញវាតាំងពីយើងផ្ទុះសង្គ្រាមជាមួយចោលសៀមគ្មានដែលអាមាត់វានឹងវាលើកទឹកចិត្តគ្រប់គ្រងខ្មែរទេវាតែងតែវាយបំបាក់ទឹកចិត្តបន្តបង្អាប់ប្រឹងលើកចោលសៀមលើកទួលដល់លើមេចឹងហ៎អាចចាំថាពួកអានេះខ្លួនខ្មែរតែគ្រូវាជាឆ្កែបំរើចោលសៀមទេអញ្ចឹងអីហ៎ឯងចេញមកអញជេរឯងបើឯងថោកទៀបម្លឹងក្បត់ជាតិអញ្ចឹងឡើងឯងមកអញជេរមិនហើយឯងជាតិនេះឯងក្បត់ជាតិឯងមាត់វាប៉ុណ្ណឹងជាតិក្រោយឯងអាចវាចដល់កម្ពុជាហើយអាចវាចមកពូជឯងទៀតផងអាមាត់វាដូចតែម៉ែវាគេធ្វើស្អីក៏មិនត្រូវមកអាចាស់បាញ់ចាំតែចោតចាំតែវាយប្រហែលមកលើរាជរដ្ឋាភិបាលមកកូនមីគីបាញ់ដោយអាកឹមសុកវានិយាយវីដេអូដែលសៀមរាំងស៊ីអីយកទៅផុសចឹងវាថាលោកហ៊ុនសែនគឺជាអ្នកបង្កើតសង្គ្រាមបង្កើតគំនិតជាតិនិយមជ្រុលណាគេថាបង្កើតគំនិតជាតិនិយមជ្រុលធ្វើឲ្យកើតសង្គ្រាមវាអត់នៅជាមួយខ្មែរទៀតវាគ្រាន់តែដើម្បីឈ្នះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតវាអត់នៅជាមួយខ្មែរទៀតបងប្អូនមើលសម្ដីវាអញ្ចឹងអីបើយើងមិនថាវាជាឆ្កែរបស់សៀមអាម៉េចឥឡូវហ្នឹងបើទោះជាវាមិនចង់ធ្វើឆ្កែសៀមក៏សម្ដីវាហ្នឹងគឺកំពុងតែធ្វើឆ្កែសៀមទៅហើយណាសៀមមកឈ្លានពានយើងវារកគ្រប់មធ្យោបាយឈ្លានពានយើងយកទឹកដីយើងវាទៅជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតគឺជាអ្នកបំផុសបង្កើតសង្គ្រាមទៅវិញណាវាទៅជាអញ្ចឹងបងប្អូនស្ដាប់សម្ដីអាកឹមសុកមើលហើយវាទៅជាលោកហ៊ុនសែនមិនចង់បញ្ចប់សង្គ្រាមទេចង់ឲ្យមានការបាញ់គ្នាតទៅទៀតពេលយើងចរចាឈប់បាញ់គ្នាគេមកយកទឹកដីអាមិនបាននៅស្ងៀមមិនបានបដ ாய் ឲ្យគេយកទឹកដីទៅកងទ័ពយើងមាននៅណានៅធ្វើអីដល់ពេលយើងអត់ធ្វើសង្គ្រាមវាចោទយើងថាយើងបដ ாய் ឲ្យគេយកដីដល់ពេលយើងបាញ់ដល់ពេលឥឡូវនេះវាថាលោកហ៊ុនសែនហ្នឹងមិនចង់ឲ្យសង្គ្រាមហ្នឹងចប់ទេចង់ឲ្យតែសង្គ្រាមហ្នឹងបន្តអាសុកហើយខ្ញុំអត់យល់បាទអត់យល់មិនដឹងជារងថ្ងៃហ្នឹងពួកវាគិតអីរងថ្ងៃក្នុងខួរវាហ្នឹងក្នុងខួរពួកវាហ្នឹងបងប្អូនដឹងថាពួកវាយកខួរអីមកគិតអត់វាទៅជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតមិនចង់ឲ្យចប់សង្គ្រាមពីព្រោះដើម្បីការពារអំណាចហើយសំណួរសួរថាធ្វើសង្គ្រាមព្រំដែននិងសង្គ្រាមទឹកដីហ្នឹងការពារអំណាចជាមួយអាណាគេសួរអាសុកមើល
គ្រាន់តែសង្គ្រាមតាមព្រំដែនហ្នឹងដើម្បីការពារអំណាចណាគេហើយអំណាចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតរាល់ថ្ងៃហ្នឹងស្មានតែកាយពួកឯងហ្នឹងទៅដណ្ដើមពីគាត់បានហ៎កាយពួកឯងហ្នឹងគ្រាន់តែចូលស្រុកមិនបានផងហ្នឹងហើយឥឡូវឲ្យគាត់ទៅការពារអំណាចពីណាគេទៅដណ្ដើមអំណាចពីគាត់ពួកឯងហ្នឹងហើយក៏សៀមទៅដណ្ដើមអំណាចពីគាត់បើសៀមទៅដណ្ដើមអំណាចពីគាត់អាហ្នឹងគាត់ច្បាំងជាមួយសៀមត្រឹមត្រូវហើយគាត់ការពារអំណាចណាគេទៅដណ្ដើមអំណាចពីគាត់បានជាគាត់ធ្វើសង្គ្រាមការពារអំណាចអញ្ចឹងបានថាទ្រឹស្ដីអាមនុស្សវិកលចរិតពួកអាមនុស្សវិកលចរិតគឺទ្រឹស្ដីមិនសមហេតុមិនសមផលទ្រឹស្ដីឈួតលីលាលប់សតិគ្មានដឹងក្បាលមានដឹងកតុយអីបែបហ្នឹងគឺជាពួកក្រុមដែលបំផ្លិចបំផ្លាញជាតិខ្លួនឯងមិនមែនជាក្រុមស្នេហាជាតិស្អីទេមែនទេក្មួយពេញមរតបាទដូចក្មួយពេញមរតបានធ្វើវីដេអូជាច្រើនរឿងប្តឹងរដ្ឋាភិបាលរុញឲ្យសុំទោសពួកវារុញឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការ UNCLOS ដល់ដំណាក់កាលដែលរដ្ឋាភិបាលប្រើ UNCLOS វាថា UNCLOS ហ្នឹងធ្វើអីថៃមិនបានទេក៏ចុះកន្លងមកវារុញឲ្យរដ្ឋវាអំពាវនាវឲ្យរដ្ឋាភិបាលប្តឹងទៅ UNCLOS ប្តឹងទៅអនុសញ្ញានីតិសមុទ្រហ្នឹងវារុញឲ្យរដ្ឋាភិបាលធ្វើដល់រដ្ឋាភិបាលធ្វើវាមកនិយាយថាបើថៃមិនយល់ព្រមក៏មិនដឹងជាធ្វើអីថៃដែរធ្វើអីថៃមិនបានទេចុងក្រោយវាថាដីដែលសៀមយកហ្នឹងវាស្បត់កាត់កបើយកបានមកវិញបងប្អូនគិតមើលឥឡូវឲ្យធ្វើម៉េចឥឡូវបងប្អូនឲ្យធ្វើម៉េចឥឡូវបងប្អូននៅក្រៅស្រុកនេះដែលស្ដាប់អាសំអានវានិយាយនេះម្ដងចេះម្ដងចុះដល់ពេលយើងនិយាយឆ្លើយតបទៅវាថាយើងកាត់តវីដេអូវាតែប្រេះតែប្រដាហើយវានិយាយគ្នាវាយកទៅផុសមកកណោវាថាយើងកាត់តវីដេអូវាតែប្រេះតែប្រដាវាទៅជិញ្ចែកទៅវិញហើយបងប្អូនចេះតែជឿវាដែរវាចង់បានឲ្យពិតប្រាកដវារលេះឲ្យសៀមគ្រាន់តែវាចង់ឈ្នះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតវារកលេះឲ្យសៀមជារៀងដរាបគ្រាន់តែពាក្យថាងើបមួយវាយមួយក៏វាយកទៅនិយាយថាលោកហ៊ុនសែនខ្លាំងតែជាមួយខ្មែរទេអត់ទៅវាយជាមួយសៀមទេហើយដែលវាយជាមួយសៀមកន្លងមកហ្នឹងពួកអាឈួតនិងពួកអាឡប់នៅក្រៅស្រុកហ្នឹងទៅវាយជាមួយសៀមមែនអ្នកណាអ្នកប្រជាតបទៅវាយជាមួយសៀមមិនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិងកងទ័ពមេដឹកនាំក្នុងស្រុកណាដែលគេតវ៉ាតស៊ូជាមួយសៀមបាញ់គ្នាប្រហែល2លើកណាស្នាណាពួកអាឈួតនៅក្រៅស្រុកហ្នឹងទៅវាយជាមួយសៀមហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែរណាមួយវិញទៀតហើយនិយាយថាម៉េចខ្លាំងតែជាមួយខ្មែរហើយចុះឯងរាល់ថ្ងៃហ្នឹងខ្លាំងជាមួយស្អីដែរហើយរាល់ថ្ងៃហ្នឹងទៅវាយមួយសៀមសំបីតែឆ្លោះជាមួយសៀមនិងថ្កោលទោសសៀមពួកឯងអត់ទាំងធ្វើផងហើយទៅឆ្លោះតែជាមួយលោកហ៊ុនសែនទេហើយចុះឯងខ្លាំងតែជាមួយខ្មែរណានយោបាយខ្មែររឿងផ្លាស់ប្ដូរនៅប្រទេសកម្ពុជាហើយយកការគ្រប់គ្រងរបស់សៀមអំពាវនាវឲ្យសៀមវាយលោកហ៊ុនសែនផ្ដួលលោកហ៊ុនសែនណាហើយអត់មានសមត្ថភាពខ្លួនឯងទៅផ្ដួលលោកហ៊ុនសែនហើយទៅនៅជាមួយសៀមដើម្បីឲ្យទៅផ្ដួលលោកហ៊ុនសែនជំនួសឯងហើយយកទឹកដីមកធ្វើជាឧបករណ៍ដើម្បីចោទប្រកាន់ទៅលោកហ៊ុនសែនមានន័យថាឯងនៅជាមួយសៀមពួកឯងនៅជាមួយសៀមយល់ទេពួកឯងនៅជាមួយសៀមហើយយកសៀមមកធ្វើជាឧបករណ៍សម្រាប់ពួកឯងឈានទៅកាន់អំណាចឃើញទេសំណួរបងផាន់រាប្រិមិត្តបងប្អូនសំណួរសួរថាតើអ្នកឯងនឹងស្នេហាជាតិនៅត្រង់ណាមួយទៀតអ្នកឯងចង់តែទៅផ្ដួលគេទៅបដូរគេតែចុះបើគេមិនវាយអ្នកឯងទៅម៉េចបើនយោបាយរបស់អ្នកឯងហ្នឹងគឺចង់ទៅកំទេចគេហើយតកូលហ៊ុនគ្រាន់តែជាឈ្មោះមួយទេប៉ុន្តែអ្នកគ្រប់គ្រងគណៈបកប្រជាជនណាពេញហ្នឹងឯងគ្រាន់តែនិយាយរឿងតកូលហ៊ុនមួយប៉ុន្តែឯងត្រូវដឹងថាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំគណៈបកប្រជាជនច្រើនតែតកូលហ៊ុនមួយដួលស្មានតែគេបដ ாய் ឲ្យតកូលហ៊ុនដួលហើយបើតកូលហ៊ុនដួលអ្នកដតីគេគិតមិនបើពួកឯងចង់ធ្វើចោលប្លន់ហ្នឹងមិនទាន់បានទៅកាន់អំណាចផងនិយាយកោកតាម Facebook ថាទៅយកលុយពួកអ្នកមានទាំងអស់ពួកអ្នកពុកឲ្យលួយទាំងអស់យកលុយពួកអុកញ៉ាទាំងអស់ដើម្បីចែកជូនប្រជាពលរដ្ឋមិនទាន់ទាំងបានកាន់អំណាចផងឯងចង់ទៅប្លន់លុយគេបាត់ហើយណាឯងចង់ទៅប្លន់ទ្រព្យសម្បត្តិគេបាត់ហើយណាហើយមានប្រជាពលរដ្ឋមានអុកញ៉ាមានពួកអ្នកធំឯណាគេការពារឯងទៀតដូច្នេះមិនមែនដួលតែតកូលហ៊ុនទេណាអាភាសាវាយតកូលហ៊ុនវាយអីហ្នឹងឯងគ្រាន់តែយកតកូលហ៊ុនជាឧបករណ៍មែនប៉ុន្តែអ្នកដែលនៅក្រោមអ្នកគ្រប់គ្រងគណៈបកប្រជាជនជាងពាក់កណ្ដាលប្រទេសនោះ
គេព្រមដែរហើយមន្ត្រីរាជការដែលគេមានទួនាទីគេមានទួនាទីនោះគេព្រមឲ្យឯងវាយតកូលហ៊ុនណាគេព្រមអត់បើគេមិនព្រមអានោះហើយដែលឯងរត់ចោលដីនោះអានោះហើយដែលឯងគុកនោះអានោះហើយដែលឯងត្រូវបានបែកក្បាលនោះពីព្រោះគេមិនមែនមានតែគេណាហើយនយោបាយអញ្ចឹងបើមិនឲ្យគេវាយក្បាលហើយថាម៉េចឡើយហ្នឹងហើយមើលនៅក្នុងសង្គមប្រជាធិបតេយ្យណាធ្វើនយោបាយដោយពួកឯងនោះណាមិនពេញចិត្តโจ Biden ដូណាល់ត្រាំធ្វើនយោបាយចង់ទៅវាយចង់ទៅកំទេចតកូលโจ Biden គេមិនពេញចិត្តលោកត្រាំអាម៉េចគណៈបកប្រជាធិបតេយ្យហ្នឹងចង់ផ្ដួលរំលំតកូលលោកត្រាំធ្វើនយោបាយសង្គមប្រជាធិបតេយ្យម៉ែឯងអញ្ចឹងប្រជាធិបតេយ្យអាណាបង្រៀនពួកឯងឲ្យហ៊ានអញ្ចឹងហ៎ប្រជាធិបតេយ្យណាបង្រៀនឲ្យឯងចង់ទៅសម្លាប់គេចង់ទៅបៀតបៀនជីវិតគេអញ្ចឹងប្រជាធិបតេយ្យណាប្រជាធិបតេយ្យណាដែលប្រាប់ឯងឲ្យទៅផ្ដួលរំលំមើលអញសួរបន្តិចមើលអាគ្រូពួកអាគ្រូប្រជាធិបតេយ្យតើក្នុងទ្រឹស្ដីលទ្ធិប្រជាធិបតេយ្យហ្នឹងបង្រៀនឲ្យពួកឯងនឹងបបួលគ្នាទៅផ្ដួលរំលំគេមួយអញ្ចឹងឬក៏យ៉ាងម៉េចមើលមានទ្រឹស្ដីត្រង់ណាដែលគេបង្រៀនពួកឯងឲ្យទៅផ្ដួលរំលំនោះទ្រឹស្ដីត្រង់ណានៅក្នុងវគ្គខណ្ឌណាដែលគេបង្រៀនពួកឯងឲ្យទៅផ្ដួលរំលំរបបផ្ដាច់ការនោះក្នុងទ្រឹស្ដីលទ្ធិប្រជាធិបតេយ្យគេមិនដែលប្រាប់ឲ្យឯងបបួលគ្នាទៅផ្ដួលរំលំទៅកោះរំលើងទៅកំទេចបែបហិង្សាទេគឺបែបអហិង្សានៃបែបអហិង្សាគឺគេឲ្យយកបញ្ញាយើងនេះមកដោះស្រាយប្រជាពលរដ្ឋយល់អីខ្លះមិនទាន់យល់អីខ្លះជំរុញអីខ្លះមិនជំរុញអីខ្លះបើការបោះឆ្នោតមិនសេរីជំរុញឲ្យមានការបោះឆ្នោតដោយសេរីប្រជាពលរដ្ឋអត់យល់ពីសិទ្ធិអត់យល់ពីសិទ្ធិសម្ដែងមតិអត់យល់ពីច្បាប់បង្រៀនពលរដ្ឋឲ្យយល់ពីសិទ្ធិឲ្យយល់ពីការសម្ដែងមតិនិងយល់ពីច្បាប់ដើម្បីឲ្យមានការផ្លាស់ប្ដូរតាមយន្តការថ្មីមួយគឺការបោះឆ្នោតគេមិនដែលប្រាប់ពួកឯងឲ្យទៅផ្ដួលរំលំទៅកំទេចទៅបង្កើតតំបន់អបគមទៅបង្កើតតំបន់រំដោះទៅបង្កើតតំបន់អភិវឌ្ឍទៅកំទេចទៅផ្ដួលរំលំតកូលហ៊ុនទេណាគ្មានទ្រឹស្ដីណាគេបង្រៀនពួកឯងអញ្ចឹងទេក៏ប៉ុន្តែពួកឯងនេះបានមករស់នៅក្នុងប្រទេសប្រជាធិបតេយ្យពាក់ខោអាវប្រជាធិបតេយ្យនិយាយឈួតលីលាគ្មានដឹងក្បាលគ្មានដឹងកតុយបែរជាថាអានឹងគឺជាលទ្ធិប្រជាធិបតេយ្យបងប្អូនគិតមើលវាថាអានឹងគឺជាលទ្ធិប្រជាធិបតេយ្យទៅផ្ដួលរំលំតកូលហ៊ុនគឺជាលទ្ធិប្រជាធិបតេយ្យដូចតកូលហ៊ុនមានតែមួយណាហើយពួកអុកញ៉ាពួកអ្នកមានហ្នឹងគេចំណាយលុយឧបមាថាឥឡូវបើពួកអាចោប្លន់ហ្នឹងវាប្រាប់ហើយណាវាប្រាប់ថាទៅដកលុយពួកហ្នឹងទាំងអស់យកទៅចែកជូនប្រជាពលរដ្ឋវាបោកប្រជាពលរដ្ឋហ្នឹងហើយវាមានសិទ្ធិណាទៅដកលុយគេហ្នឹងទៅយកលុយគេទៅសងជូនប្រជាពលរដ្ឋអាសម្ដីអញ្ចឹងអីបងប្អូនជឿវាដែរជឿសម្ដីអាពោធ្លាប់ប្រើបងប្អូនជឿដែរហើយទី1ទី2អ្នកដែលគេមានលុយហ្នឹងគេព្រមឲ្យវាទៅដកស្រួលបងប្អូនហើយគេមានលុយគេទិញកាភ្លើងគេទិញអីហើយទៅឆ្លោះឯណាមិនឆ្លោះទៅឆ្លោះជាមួយអ្នកមានលុយមានកាភ្លើងហើយនៅមានមុខទៀតគ្រាន់តែសម្ដេចដេជោថាងើបមួយវាយមួយអានោះថាងើបមួយវាយមួយចុះបើងើបទាំងអស់ឥឡូវខ្ញុំសួរឯងនឹងមានគ្នាប្រមាណអ្នកទាំងអស់នោះមើលឯងនឹងនាំទាំងអស់គ្នានឹងងើបបានទេអត់ឯងរងថ្ងៃហ្នឹងសំបីតែឯងនៅក្រៅប្រទេសនេះបបួលគ្នាងើបឡើងធ្វើបាតកម្មនៅ Washington DC នេះតើមានមនុស្សនៅអាមេរិកប្រមាណអ្នកទៅចូលរួមបាតកម្មជាមួយឯងគ្រាន់តែងើបបាតកម្មនៅអាមេរិកនេះគ្មានខ្មែរណាគេងើបជាមួយពួកឯងទៅផងចុះតម្រាំបើនៅក្នុងស្រុកទៀតអាណារ៉េតអញនិយាយឲ្យត្រង់ខ្ញុំអត់មានស្អប់ណារ៉េតឯងដោយសារតែរឿងបុគ្គលទេណាណារ៉េតឯងបុគ្គលជាមួយខ្ញុំអត់មានអីទាត់តែសោះអត់ទេណារ៉េតនិយាយត្រង់គំនុំបាក់ក៏គ្មានគំនុំបុគ្គលក៏គ្មានតាមពិតអ្វីដែលខ្ញុំស្អប់ណារ៉េតឯងគឺលើទស្សនៈឈួតលីលានឹងឯងបច្ចៈដែលខ្ញុំឆ្លើយតបទៅណារ៉េតឯងហើយចេះតែឆ្លើយតបទៅណារ៉េតឯងឲ្យហៅណារ៉េតឯងអាវាចអាអីហ្នឹងសពបែបយ៉ាងហ្នឹងដោយសារអីហ៎ដោយសារតែចាប់ពីដើមមានរឿងព្រំដែនមកណារ៉េតឯងក៏អត់នៅជាមួយខ្មែរដោយលោកប្រធានសៀមរាំងស៊ីក៏ដោយបើពេលដែលចាប់ដើមមកគាត់នៅជាមួយខ្មែរខ្ញុំអត់មានឱកាសទៅឌីលគាត់ទេខ្ញុំអត់មានឱកាសទៅតិចទៀនគាត់ទេខ្ញុំមិនអាចទៅតិចទៀនគាត់បាននៅពេលដែលគាត់នៅជាមួយខ្មែរទេខ្ញុំគ្មានឱកាសតិចទៀនគាត់បានទេមែនទេអាកឹមសុកក៏ដោយអាដែងដតីទៀតក៏ដោយមើលដូចសូនតារាអីទស្សនៈសូនតារាខ្លះគាត់និយាយត្រូវខ្ញុំអត់ដែលទៅប្រឆាំងសូនតារារឿងព្រំដែនរឿងអីពីព្រោះសូនតារាគាត់អត់និយាយអីអញ៉ៃដោយពួកចង់បានមុខដោយអាកឹមសុកដោយស្អីហ្នឹងទេអត់ទេណាអញ្ចឹងខ្ញុំអត់មានឆ្លើយតបទៅសូនតារារឿងហ្នឹងណាអត់ទេក៏ប៉ុន្តែខ្ញុំឆ្លើយតបទៅលើតែអាអ្នកដែលយកទឹកដីមកធ្វើជាឧបករណ៍កេងចំណេញហើយខ្លួនឯងអត់បានធ្វើអីសោះ
ខ្លួនឯងយកមកធ្វើជាឧបករណ៍អាចចំណុចហ្នឹងហើយដែលខ្ញុំប្រើពាក្យមិនល្អនោះបងហៅខ្ញុំដែលខ្ញុំតែងតែប្រើពាក្យមិនល្អហ្នឹងដោយសាររឿងហ្នឹងហើយអត់មានគំនុំបុគ្គលអត់មានគំនុំទេគឺរឿងជាតិដោយសារតែគំនិតជាតិរបស់ពួកគេហ្នឹងវាមិនត្រូវរឿងគំនិតជាតិរបស់ពួកគេស្អប់តែលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបងប្អូនគិតមើលគុណធម៌ជួយពិចារណាគ្នាមើលដល់ដំណាក់កាលសៀមវាឆ្លៀនពៀនទឹកដីយើងប៉ុណ្ណឹងហើយទៅនៅជាមួយសៀមថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតកាត់ដីឲ្យសៀមហើយវានិយាយថាដីយើងបាត់បង់គ្រាន់តែប្រើភាសានិយាយហ្នឹងក៏ភាសាក្នុងគោលដៅដើម្បីឲ្យមានការចោទប្រកាន់ដែរអាហ្នឹងស្មើនឹងគាត់អត់នៅជាមួយខ្មែរមែនទេគាត់អត់នៅជាមួយខ្មែរណាហើយមនុស្សចេះដឹងរៀនសូត្រដែរអាសូរតែមនុស្សភ្លើទៅខ្ញុំមិនថាទេមនុស្សមានការរៀនសូត្រចេះដឹងមនុស្សមានបទពិសោធន៍មនុស្សដែលចេះថាស្រឡាញ់ជាតិដែរហើយទីបំផុតឲ្យបែរទៅជាធ្វើកំណត់ឆ្កែអញ្ចឹងខ្ញុំវាអត់យល់អញ្ចឹងបាទខ្ញុំចេះតែខឹងហើយបងប្អូនខ្លះគេថាអាឡុងតាំងពីវាលក់ក្បាលមកវាឲ្យតែអ្នកណាក៏វាខំដែរអ្នកប្រជាធិបតេយ្យណាក៏វាខំដែរឲ្យតែឃើញខ្ញុំអត់ដែរខំទៅពីទៅពីទេបងប្អូនមើលទៅខ្ញុំមិនដែរខំគេទៅពីទៅពីទេរឿងដែលខ្ញុំចាប់ផ្ដើមដាក់ធ្ងន់ធ្ងរហ្នឹងរឿងព្រំដែនហ្នឹងតែហ្មងរឿងដែនសមុទ្ររឿងដែនគោកដូចសៀមសំអានដូចអីហ្នឹងមកពីពួកគាត់និយាយភ្លើហ្នឹងឯងហើយខ្ញុំថារឿងនយោបាយស្រុកយើងរឿងការផ្លាស់ប្ដូរក្នុងស្រុកយើងទុកមួយដុំសិនទៅខ្ញុំមិនមែនមិនឲ្យពួកគាត់នឹងទៅផ្លាស់ប្ដូរឯណាខ្ញុំថាទុកមួយដុំសិនទៅយើងរួមគ្នាហ្នឹងមិនមែនមានន័យថាតើតែគេលេងដោះលែងឲ្យអ្នកឯងចូលស្រុកទេមិនបាច់ចាំបាច់ដាក់លក្ខខណ្ឌឲ្យគេថាចង់រួមគ្នាតើតែឲ្យលោកប្រធានខ្ញុំចូលស្រុកមកកុំធ្វើអញ្ចឹងវាមិនល្អទេវាមិនត្រូវរឿងទៀតបើយើងជាខ្មែរមែនណាយើងអត់អាចយកដែនអធិបតេយ្យកម្ពុជាធ្វើជាលក្ខខណ្ឌដើម្បីជាធ្នូឲ្យគេដោះអ្នកឯងចេញពីគុកជាធ្នូដើម្បីឲ្យអ្នកឯងនឹងចូលស្រុកបានទេអត់ទេបើយើងចង់ជួយជាតិមែនកុំនិយាយរឿងយកអាការរួបរวมមកធ្វើជាឧបករណ៍ដើម្បីរំដោះខ្លួនចេញពីនយោបាយជាតិខ្លួនឯងយល់ទេហើយពួកអ្នកឯងហ្នឹងគឺអញ្ចឹងចូលចិត្តណាស់អាកេងចំណេញហ្នឹងបើអ្នកឯងស្រឡាញ់ជាតិមែនធ្វើដើម្បីតែជាតិទៅកុំយកជាតិកុំយកទឹកដីមកធ្វើជាឧបករណ៍សម្រាប់ជន់ឲ្យខ្លួនឯងហ្នឹងជន់ទៅរកការផ្សះផ្សាជន់ចូលស្រុកខ្មែរមិនបាច់ទេណាអ្នកនយោបាយឆ្លាតគេមិនគិតឈួតចឹងទេកាលណាបើអ្នកឯងយកដែនអធិបតេយ្យហ្នឹងមកធ្វើជាឧបករណ៍ដើម្បីឲ្យអ្នកឯងចូលស្រុកបានដើម្បីឲ្យគេដោះលែងអ្នកឯងចេញពីគុកណាគឺអ្នកឯងជាមនុស្សអន់ណាអ្នកឯងថ្ងៃក្រោយអាចលក់ទឹកដីហ្នឹងទៅទៀតយល់ទេពួកអ្នកឯងថ្ងៃក្រោយហ្នឹងអាចក្បត់ទឹកដីហ្នឹងអាចកាត់ទឹកដីហ្នឹងឲ្យគេទៀតឲ្យតែអ្នកឯងបានចំណេញខ្លួនរបស់ពួកអ្នកឯងយល់ទេដោយករណីពួកអ្នកឯងធ្វើចឹងធ្វើរងថ្ងៃចឹងដើម្បីយកដីបានវិញតើតែផ្សះផ្សាជាតិតើតែបង្រួមជាតិតើតែដោះលែងអ្នកទោសមនសិការតើតែស្អីអ្នកឯងយកអានឹងមកបោបាច់ដើម្បីដាក់លក្ខខណ្ឌយកទឹកដីដែលគេកំពុងតែកាន់កាប់មកធ្វើជាលក្ខខណ្ឌដើម្បីដាក់គំនិតទៅភាគីមួយចំហៀងទៀតឲ្យភាគីមួយចំហៀងទៀតហ្នឹងគេមានទម្ងន់ហើយអាងទាញខ្លួនឯងឲ្យចូលនៅក្នុងស្រុកអានឹងថោកនយោបាយបែបហ្នឹងថោកណាស់ដែលនយោបាយខ្ចីដៃខ្មាំងសត្រូវរបស់ខ្លួនណាមកដើម្បីកេងចំណេញផលប្រយោជន៍នយោបាយអានឹងគឺថោកណាស់ឈប់ធ្វើនយោបាយថោកទៀតអញ្ចឹងទៅអ្វីដែលខ្ញុំចង់បានខ្ញុំមិនមែនមិនឲ្យពួកគាត់តស៊ូមតិប្រឆាំងដោយសន្តិវិធីណាអ្វីដែលទស្សនៈខ្ញុំមិនមែនខ្ញុំចង់បានដឹងតែពីគេធ្វើឲ្យបានទេបងប្អូនណាប៉ុន្តែទស្សនៈតខ្លួនខ្ញុំខ្ញុំគ្រាន់តែថាទុកអារឿងឆ្លោះគ្នាយើងនឹងមកដុំសិនទៅបានអត់ហើយលោកសៀមរងស៊ីគាត់មានរដ្ឋាភិបាលក្រៅប្រទេសគាត់តាគាត់អាចធ្វើសកម្មភាពអ្វីដែលគាត់អាចធ្វើបានដើម្បីការពារដី60កន្លែងជាងនោះឬក៏តំបន់សមុទ្រតំបន់អីនោះគាត់អាចធ្វើបាតកម្មគាត់អាចដាក់លិខិតទៅទូតនានាក្នុងនាមជាខ្មែរមិនក្នុងនាមរដ្ឋាភិបាលទេក្នុងនាមជាខ្មែរគាត់អាចដឹកនាំធ្វើបាតកម្មគាត់អាចដឹកនាំធ្វើបាតកម្មប្រឆាំងលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានរឿងអីគាត់ធ្វើបាតកម្មប្រឆាំងជាមួយនឹងទង្វើសៀមឈ្លានពានយើងមិនបានឥឡូវនឹងវានៅបន្តឈ្លានពានកាន់កាប់ទឹកដីយើងនឹងតើយើងធ្វើយុទ្ធនាការធ្វើបាតកម្មដើម្បីឲ្យកងទ័ពសៀមដកចេញពីតំបន់ទាំងឡាយដែលសៀមកំពុងតែកាន់កាប់នឹងទៅបើយើងធ្វើតែប៉ុណ្្នឹងរដ្ឋាភិបាលក៏គេមានចិត្តជាមួយយើងដែរមិនបាច់សុំរដ្ឋាភិបាលថាឲ្យលោកប្រធានខ្ញុំចូលស្រុកមិនបាច់ទេរដ្ឋាភិបាលកម្ពុជាគេមានខួរគិតគេហើយគេដឹងចុះបើអ្នកឯងដល់ដំណាក់កាលហ្នឹងអត់អ្នកឯងចាប់ផ្ដើមឡើងឆ្លៀតឱកាសខ្ចីដៃសៀមវាយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតយកការកាន់កាប់ដោយខុសច្បាប់របស់សៀមលើទឹកដីកម្ពុជាវាយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតសំណួរសួរថាបើលោកឯងជាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតលោកឯងដឹកនាំអញ្ចឹងហើយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងមកវាយលោកឯងចឹងលោកឯងសប្បាយចិត្តអត់ហើយលោកឯងគិតថាធ្វើត្រូវដែរអត់ដីអ្នកឯងរដ្ឋាភិបាលដីគាត់អ្នកឯងគិតថាដីហ្នឹងជាដីរបស់អ្នកឯងដែរអ្នកឯងជាអ្នកនយោបាយអ្នកឯងមានតួនាទីការពារដីហ្នឹងដែរដល់ទីបំផុត
អ្នកឯងបែរទៅជាមួយថ្ងៃអង្គុយនៅតែជាមួយសៀមទម្លាក់កំហុសឲ្យតែអ្នកការពារដីរហូតដល់ចោទថាអ្នកការពារដីនឹងធ្វើឲ្យបាត់ដីដីមិនទាន់បាត់ដីកំពុងតែមានចំនួនម្នាក់ប្រើភាសាសិតតែដីនឹងគេយកបាត់ហើយបាត់ដីចោទប្រកាន់គ្នាឯងតែកាត់ដីឲ្យគេបងប្អូនហើយយើងពិចារណាមើលអញ្ចឹងទង្វើនយោបាយអញ្ចឹងអីតើលោកក្រុមលោកស៊ីមនឹងស៊ីគិតមើលយកទៅគិតអាមិនបានមិនឆ្លាតវៃសោះអញ្ចឹងឱកាសដែលអាចផ្សះផ្សាជាតិបាននៅពេលហ្នឹងនៅពេលតាំងពីពេលដែលស៊ីមឆ្លៀនពៀនយើងឱកាសដែលអាចផ្សះផ្សាគ្នាឲ្យតែលោកស៊ីមរាំងស៊ីហ្នឹងគាត់ធ្វើការងារហ្នឹងមិនបាច់ខ្វល់ពីរដ្ឋាភិបាលធ្វើអីឬក៏យើងផ្ដល់យោបល់ទៅរដ្ឋាភិបាលនៅអ្វីដែលយើងមិនអាចធ្វើបានតែរដ្ឋាភិបាលអាចធ្វើបានយើងផ្ដល់ជាវិធីសាស្ត្រឲ្យរដ្ឋាភិបាលធ្វើគេទទួលយកមិនទទួលយកអត់សំខាន់យើងផ្ដល់យោបល់ឲ្យគាត់ចំណែកណាបងលីហុងបងស៊ុនសមាតបងសុភាពជាចំណែកណាដែលយើងអាចធ្វើបានយើងធ្វើដើម្បីជាតិទាំងអស់គ្នាដើម្បីការពារទឹកដីយើងទាំងអស់គ្នាតាពេលហ្នឹងសម្ដេចដៃជោគាត់មើលឃើញចំរាំងស៊ីពេលដែលបញ្ហារឿងបូរណភាពទឹកដីក្រមរាំងស៊ីពួកគាត់ទាំងអស់ហ្នឹងចេះស្រឡាញ់ជាតិចេះការពារទឹកដីណាគាត់គិតក្នុងចិត្តថាពេលរឿងទឹកដីនឹងបញ្ចប់ប្រហែលជាយើងអាចនិយាយគ្នាយើងវិញមិនមកឲ្យរាំងស៊ីចូលមកវិញប្រាប់សម្ដេចទៅបដីថាមិនមកឲ្យរាំងស៊ីចូលមកហើយជជែកគ្នាទៅហើយយើងចាស់អស់ហើយឲ្យអ្នកប្រឆាំងហ្នឹងចូលមកវិញមកពីព្រោះពេលដែលមានបញ្ហាពួកគាត់ទាំងអស់រួមជាមួយយើងប៉ុន្តែគាត់មិនចូលជាមួយយើងទេគាត់ធ្វើផ្សេងក្នុងក្របខ័ណ្ឌគ្នាគាត់ក៏ប៉ុន្តែទិសដៅតែមួយការពីអធិបតេយ្យបូរណភាពទឹកដីដូចគ្នាឥឡូវបងប្អូនគិតមើលសម្ដេចតេជោគាត់គិតមិនសម្ដេចតេជោគាត់អត់ប្របាក់ចិត្តដៃមកចំហៀងទប់ទ្រូងពួកប្រឆាំងឈួតលីលាដែលជាខ្មែរគ្នាឯងឯដៃមកចំហៀងទៀតគាត់ច្បាំងជាមួយនឹងខ្មាំងបើសិនណាជាគាត់មានដៃពីរទៅច្បាំងជាមួយខ្មាំងគាត់នឹងខ្លាំងចំណែកឯលោកសៀមរាំងស៊ីគាត់មិនបានធ្វើអញ្ចឹងទេគាត់បែរទៅជាប្រមូលគ្នាប្រមូលក្រុមគាត់មកបង្កើតចលាចលនៅក្នុងស្រុកឲ្យសម្ដេចតេជោដៃមកចំហៀងច្បាំងជាមួយចៅឆ្លៀនពៀតដៃមកចំហៀងទៀតទប់ពួកអាអ្នកប្រឆាំងគ្នាឯងនេះកុំឲ្យវាមានបញ្ហាមានកម្លាំងឯណាតែនឹងហើយដែលខ្ញុំតែងតែនិយាយនោះនយោបាយជាតិនិយមគឺគេបែងចែកច្បាស់លាស់ណាស់រឿងជាតិរឿងបុគ្គលរឿងអធិបតេយ្យគេបែងចែកច្បាស់ណាស់បាទគេបែងចែកច្បាស់ណាស់បើរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងរឿងជាតិសង្គមរឿងសេដ្ឋកិច្ចរឿងនយោបាយរឿងប្រជាធិបតេយ្យរឿងសិទ្ធិមនុស្សអាហ្នឹងគ្នាយើងនិយាយជាមួយគ្នាយើងទៅឆ្លោះគ្នាជាមួយគ្នាយើងទៅប៉ុន្តែដល់រឿងដែលសំខាន់បំផុតគឺរឿងអធិបតេយ្យនឹងតែមកនៅពេលណាដែលសត្រូវណាមួយខាងណាក៏ដោយដែលធ្វើឲ្យពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់យើងលះបង់ចោលសត្រូវលះបង់ចោលការឆ្លោះគ្នាឯងការពារអធិបតេយ្យយើងសិននេះទើបជានយោបាយជាតិនិយមពិតប្រាកដ